ទស្សនៈយល់ឃើញរបស់យើងម្នាក់អាចនឹងស្របគ្នាអាចនឹងផ្ទុយគ្នាអាស្រ័យទៅលើកត្តាចំណេះដឹងបទពិសោធន៍បរិស្ថានរស់នៅនិងបរិបទដែលយើងធ្លាប់បានដឹងឬធ្លាប់បានលើតែប៉ុណ្ណោះមានការជជែកវិភាគគ្នាករណីបុរសពីរនាក់ម្នាក់ជាអ្នករកស៊ីកាប់អស់ហើយម្នាក់ទៀតជាអ្នករកស៊ីខ្វៀលជៀមមានវេលាកាលមួយអ្នកទាំងពីរបានជួបប្រស្រ័យគ្នាដោយចៃដន្យហើយនិយាយត្រូវដងត្រូវផ្លែគ្នាតាំងពីជួបគ្នាពីព្រឹកព្រលឹមអុលរហូតដល់ថ្ងៃបាក់រសៀលអ្នកកងវិលជៀមក៏បានលាអ្នកកាប់អស់ទៅកន្លែងស្នាក់នៅវិញក៏ព្រោះតែជៀមរបស់គាត់បានស៊ីស្មៅឆ្អែតហើយចុះចំណែកអ្នកកាប់អស់វិញបានផលអ្វីដែរពីការជជែកគ្នាជាមួយអ្នកកងវិលជៀមចម្លើយនោះគឺมันបានអស់ទេនោះមានន័យថានិយាយច្រើនជាមួយតែមនុស្សអត់ប្រយោជន៍គ្មានបានជាសាច់ការអ្វីទេក្រៅតែពីខាតពេលអត់ប្រយោជន៍ជាប្រកបមែននេះមានន័យថាទំនាក់ទំនងសង្គមដែលគ្មានប្រសិទ្ធភាពក៏ប៉ុន្តែអ្នកខ្លះបែរជាយល់ឃើញថាអ្នកកាប់អស់អាចនឹងមិនបានប្រយោជន៍នៅថ្ងៃនេះតែមិនប្រកាសតាមថ្ងៃស្អែកមិនបានប្រយោជន៍នៅឡើយនេះមានន័យថាទំនាក់ទំនងមានសារៈសំខាន់ណាស់ត្បិតតែអ្នកកាប់អស់បាននិយាយជាមួយអ្នកខ្វៀលជៀមពេញមួយថ្ងៃហើយមិនបានអស់មែនប៉ុន្តែយើងសាក់គិតតែបានស៊ីជម្រៅជាងនេះបន្តិចសាក់មើលពិតណាស់ខាងក្រៅមើលទៅហាក់ដូចជាអ្នកពុះអស់មិនបានអ្វីសោះប៉ុន្តែតាមរយៈការចេះនិយាយគ្នានេះអ្នកកាប់អស់អាចនឹងបានដឹងថាភ្នំណាដែលមានអស់ច្រើនផ្លូវណាដែលងាយស្រួលធ្វើដំណើរព្រោះអ្នកកងវិលជៀមគឺជាអ្នកដើរគ្រប់ច្រកលហកឬអាចនិយាយបានថាអាចទៅដល់ទីតាំងដែលមានដើមឈើធំច្រើនដែលអ្នកកាប់អស់មិនធ្លាប់បានទៅដល់ក៏ថាបានដូចទីហើយនៅថ្ងៃបន្ទាប់អ្នកកាប់អស់ក៏រកបានអស់យ៉ាងច្រើនពីទីតាំងថ្មីដែលនៅទៀនដោយអ្នកកងវិលជៀមនេះមានន័យថាពីការសន្ទនាធម្មតាក៏អាចផ្ដល់ព័ត៌មានដ៏មានតម្លៃលើពីការបានប្រយោជន៍ដែលអ្នកកាប់អស់បានទទួលពីអ្នកកងវិលជៀមអ្នកកាប់អស់អាចនឹងផ្ដល់វាជាបទពិសោធន៍ដល់អ្នកកងវិលជៀមពីរបៀបកាប់អស់ហើយអ្នកកងវិលជៀមអាចបង្រៀនអ្នកកាប់អស់ពីរបៀបចិញ្ចឹមសត្វជើងវិញក៏ថាបានព្រោះនេះគេហៅថាកិច្ចសន្ទនាគ្នាទៅវិញទៅមកនាំឲ្យមានការផ្លាស់ប្ដូរចំណេះដឹងនិងជំនាញចុះប្រសិនបើអ្នកកាប់អស់ចង់បង្កើតមុខរបរថ្មីដោយអាស្រ័យឃើញពីសាច់ជៀមដ៏មានអស្ចារ្យពីអ្នកកងវិលជៀមហើយអ្នកកងវិលជៀមក៏ចង់បានមុខរបរថ្មីដោយប្រើប្រាស់អស់របស់អ្នកកាប់អស់នោះมันមានន័យថាអ្នកទាំងពីរបានសម្រេចចិត្តសហការគ្នាដើម្បីបើកហាងសាច់ជៀមអង្គទៅហើយមែនទេនេះមានន័យថាជាការរួមបញ្ចូលធនធាននិងជំនាញហើយប៉ុន្មានឆ្នាំក្រោយមកហាងរបស់អ្នកទាំងពីរក៏បានរីកចម្រើនកាន់តែធំឡើងនេះមានន័យថាកិច្ចសន្ទនាអាចនាំទៅរកភាពជាដៃគូនិងឱកាសអាជីវកម្មរឿងដដែលនេះលោកខ្លះមើលឃើញថាវាជាបញ្ហាប៉ុន្តែអ្នកខ្លះទៀតមើលឃើញថាវាជាឱកាសទៅវិញត្រូវចាំថាគំនិតរបស់អ្នកគឺជាអ្នកកំណត់ជោគវាសនារបស់អ្នកបើអ្នកជជែកជាមួយមនុស្សដែលនាំឲ្យមានប្រយោជន៍នោះអ្នកនឹងមានប្រយោជន៍ហើយបើទោះជាពេលខ្លះអ្នកត្រូវខាតបង់ជាលើកដំបូងបន្តិចមែននោះក៏មានន័យថាអ្នកគួរតែធ្វើវាដែរសរុបមកវិញកុំឲ្យវាតម្លៃស្ថានភាពរបស់នរណាម្នាក់ដោយផ្អែកលើការយកឃើញតែមួយជ្រុងតូចនៃគំនិតរបស់អ្នកសោះព្រោះពេលខ្លះអ្នកប្រហែលជាគ្មានតម្លៃដែលអ្នកកាប់អស់ឬអ្នកកងវិលជៀមមកចំណាយពេលជជែកលេងជាមួយក៏អាចថាបានដែរ